ឲ្យវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសនៅពេលនេះលោកសៀវសុផលគឺជាប្រធានក្រុមហ៊ុនដោះស្រាយបំណុលដែលអ្នកមានបញ្ហាបំណុលបានស្គាល់លោកច្រើនតាក់ទងនឹងចំនួនតាក់ទងនឹងការគិតវិជ្ជមានតាក់ទងទៅនឹងជោគជ័យហើយខ្ញុំបានចូលរៀនវគ្គសិក្ខាសាលាជាមួយគ្រូមកពីសិង្ហបុរីរឿងទីផ្សារចំណេះដឹងដែលខ្ញុំធ្វើការពីមុនផ្សេងចំណេះដឹងខ្ញុំពងរស់ស៊ីបច្ចុប្បន្ននេះផ្សេងបូកសរុបមកបទពិសោធន៍បូកនឹងគោលដៅដែលធ្វើឲ្យយើងឈានទៅមុខបានហើយទទួលបានជោគជ័យគឺមិនមែនខ្ញុំបានអ្វីដែលខ្ញុំចង់បានទេជោគជ័យគឺអ្វីដែលខ្ញុំកំពុងដើរលើផ្លូវដែលខ្ញុំកំពុងតែចង់ទៅដល់គឺទើបតែប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះដែលលោកសៀវសុផលរកគន្លងជោគជ័យនៅក្នុងជីវិតឃើញតាមរយៈការគិតប្រកបដោយវិជ្ជមានក៏ប៉ុន្តែមុននឹងឈានចូលទៅដល់ភាពស្រស់ថ្លានៃជីវិតរបស់លោកខ្ញុំសូមអញ្ជើញលោកអ្នកនាងស្ដាប់វិទ្យុបារាំងអន្តរជាតិ RFE ងាកទៅមើលប្រវត្តិពិតរបស់លោកសៀវសុផលតើយ៉ាងដូចម្ដេចទៅបាទសូមអញ្ជើញលោកសៀវសុផលបាទខ្ញុំមានស្រុកកំណើតនៅភូមិខ្យាឃុំគុកដូងស្រុកវ៉ារិនខេត្តសៀមរាបខ្ញុំកើតនៅឆ្នាំ1975របបខ្មែរក្រហមនោះកាលពីខ្ញុំអាយុប្រហែលជា5ឆ្នាំ6ឆ្នាំឪពុកម្ដាយរបស់ខ្ញុំបានដូរទីលំនៅពីភូមិគុកដូងស្រុកវ៉ារិនខេត្តសៀមរាបហ្នឹងមករស់នៅទីរួមខេត្តសៀមរាបអញ្ចឹងខ្ញុំបានចូលរៀនសាលាបឋមទិសានឆ្នាំ1980ខ្ញុំចូលរៀនថ្នាក់ទី1រៀននៅទីណាដែរបាទខ្ញុំរៀននៅខេត្តសៀមរាបដល់ខ្ញុំចប់បាក់ឌុបខ្ញុំឡើងមករៀននៅភ្នំពេញឆ្នាំ1993អញ្ចឹងមករៀនត្រៀមនៅមហាវិទ្យាល័យពាណិជ្ជសាស្ត្រតែពេលនោះអាចបានរៀនជាប់លាប់ទេហើយខ្ញុំរៀនផ្នែកជំនាញគណនេយ្យរៀនជំនាញកុំព្យូទ័រជំនាញបើកឡានចុះលោកចូលបម្រើការងារដំបូងនៅពេលណាហើយការងារអ្វីដែរទៅបាទឆ្នាំ94ខែ7ហ្នឹងខ្ញុំបានប្រឡងជាប់ជាជំនួយការ account នៅមជ្ឈមណ្ឌលសកម្មភាពកម្ពុជាមានកម្ពុជាហើយខ្ញុំធ្វើការជាមួយស៊ីម៉ាក់អស់រយៈពេល7ឆ្នាំកន្លះបានខ្ញុំដូរមកធ្វើការនៅស្ថានទូតអាមេរិកជាជំនួយការ account នោះទៀតក្នុងការគណនេយ្យហ្នឹងរយៈពេលប្រហែលជា7-2ឆ្នាំបានខ្ញុំចេញមកប្រកបអាជីវកម្មខ្លួនឯងការនៅជាយុវវ័យនឹងបានបម្រើការងារនៅស្ថាប័នក្រៅរដ្ឋាភិបាលមួយចំនួនលោកសៀវសុផលតែងនឹកស្រមៃថាចង់ក្លាយជាអ្នកមានក៏ប៉ុន្តែមិនមានការបង្ហាញផ្លូវជាហេតុធ្វើឲ្យបរាជ័យជាបន្តបន្ទាប់នៅជីវិតអាជីវកម្មរបស់លោកហើយនៅឆ្នាំ2008លោកសៀវសុផលមានការខាត់បងធំបំផុតក៏ប៉ុន្តែអ្វីៗត្រូវបានស្ដារឡើងវិញតាមរយៈការរកឃើញគោលដៅដ៏ត្រឹមត្រូវមួយសម្រាប់ដើរដល់ឆ្នាំ2010បានខ្ញុំដឹងច្បាស់ថាគោលដៅជោគជ័យហ្នឹងវាមានរូបមន្តរបស់វាអញ្ចឹងខ្ញុំបានអានសភៅគោលដៅហើយនឹងស្ដាប់ពីវីដេអូស្ដីពីគោលដៅដែលអ្នកប្រាជ្ញគេបាននិយាយថាភាពជោគជ័យគឺជាដំណើរការឈានទៅរកគោលដៅដូច្នេះហើយបានជាខ្ញុំចាប់ពីឆ្នាំ2010មកខ្ញុំធ្វើការដូចជាមានលទ្ធផលល្អហើយជីវិតមានន័យជាងមុនព្រោះមួយថ្ងៃយើងធ្វើការឈានទៅរកគោលដៅរបស់យើងការងារណាដែលមិនត្រូវគោលដៅរបស់យើងអត់ធ្វើអញ្ចឹងខ្ញុំគិតថាខ្ញុំប្រើរយៈពេលអស់ប្រហែលជាជិត20ឆ្នាំដើម្បីរកកន្លឹះឲ្យខ្ញុំក្លាយជាអ្នកមានដូចអង្គញាផ្សេងៗដែលគេទទួលបានជោគជ័យហ្នឹងខ្ញុំមើលទៅខ្ញុំថាចង់ជោគជ័យគឺវាងាយគឺយើងត្រូវសិក្សាឲ្យលម្អិតពីមនុស្សជោគជ័យព្រោះដូចយើងពាក្យអ្នកប្រាជ្ញមួយគេថាកង់មូលហើយយើងចាំបាច់ទៅរកស្រាវជ្រាវថាមិនបានកង់វាមូលចំណាយពេលច្រើនទៅអីព្រោះកង់មូលវារត់បានល្អអញ្ចឹងខ្ញុំព្យាយាមស្គាល់ព្យាយាមសិក្សាពីអ្នកមាននៅស្រុកខ្មែរយ៉ាងច្រើនអ្នកថាតើគេចាប់ផ្ដើមជីវិតគេបែបយ៉ាងម៉េចហើយគេឆ្លងបញ្ហាប្រឈមក្នុងចន្លោះដែលគាត់ឈរទីតាំងបច្ចុប្បន្ននេះយ៉ាងម៉េចវាមានបញ្ហាប្រឈមដែលគាត់ឆ្លងកាត់អញ្ចឹងគាត់ដោះស្រាយយ៉ាងម៉េចអញ្ចឹងអ្នកមានដែលឈរទីតាំងចំណុចដែលគាត់ខ្លាចជាអ្នកមានបច្ចុប្បន្ននេះគឺមិនមែនសុកគាត់ខ្លាចជាអ្នកមានទេគឺគាត់ឆ្លងរាល់ឧបសគ្គទាំងឡាយណាអញ្ចឹងគាត់គឺជាអ្នកទទួលពានពីមុនមកខ្ញុំមានគំនិតអវិជ្ជមានទៅលើអ្នកមានហ្នឹងបានខ្ញុំតែងតែបរាជ័យហេតុអ្វីទៅបានជាលោកមានគំនិតដូច្នោះបាទយើងនៅពីក្មេងក្រោយថ្ងៃរំដោះមក7 មករា 79មកអ្នកណាក៏ក្រដែរ
ចឹងពេលយើងឃើញអ្នកមានដូចមានអារម្មណ៍អវិជ្ជមានទៅលើអ្នកមានព្រោះយើងរស់នៅក្នុងប្រភេទអ្នកក្រហ្នឹងការដែលយើងមានគំនិតអវិជ្ជមានទៅលើអ្នកមានហ្នឹងឯងដែលជារបាំងធ្វើឲ្យយើងមិនអាចខ្លាយជាអ្នកមានជាអ្នកជោគជ័យបានបើយើងមានគំនិតអវិជ្ជមានទៅលើអ្នកជោគជ័យតើយើងអាចទទួលជោគជ័យទេហើយបើយើងមានគំនិតអវិជ្ជមានទៅលើគ្រួសារប្រពន្ធកូនរបស់យើងមិនអាចរស់នៅជាមួយប្រពន្ធកូនយើងបានទេខ្ញុំសូមជំរាបសួរមកខាងក្រោយបន្តិចនៅពេលដែលលោកបានបរាជ័យក្នុងការបើកក្រុមហ៊ុនជាបន្តបន្ទាប់នោះនៅពេលដែលទទួលបានភាពជោគជ័យចុងក្រោយនេះឃើញថាតើលោកមានសិក្សាថាបរាជ័យលើកមុនមូលហេតុអ្វីទេបើចង់ជោគជ័យខ្លាំងតើតែបរាជ័យឲ្យធំមួយខ្ញុំបរាជ័យ3 4 5ដងហ្នឹងខ្ញុំអត់បានដឹងថាមកពីមូលហេតុអីខ្ញុំចេះតែបន្ទោសគេពីមុនទាំងបន្ទោសមកពីអតិថិជនរបស់ខ្ញុំហ្នឹងមិនចេះដឹងពីវ៉ាន់របស់ខ្ញុំល្អទោសមកពីខាងមកពីខ្ញុំមិនមែនជាកូនអ្នកមានដូចគេដឹងចេះតែខ្វះលុយរស់ស៊ីណាបន្ទោសមកពីខ្ញុំទាំងខ្ញុំអត់បានរៀនជំនួញហ្នឹងខ្ញុំចេះតែទៅរកស៊ីឃើញគេរកស៊ីចេះតែរកស៊ីទៅបន្ទាប់មកការជោគជ័យរបស់ខ្ញុំអត់តាក់ទងជាមួយនឹងគ្រួសាររបស់ខ្ញុំក្រីក្រអត់តាក់ទងនឹងចំណេះដឹងរបស់ខ្ញុំអត់បានរៀនខាងជំនួញអត់តាក់ទងនឹងថាអត់មានលុយអត់តាក់ទងនឹងអតិថិជនអត់តាក់ទងនឹងសេដ្ឋកិច្ចអត់តាក់ទងនយោបាយអត់តាក់ទងពិភពលោកអីទេគឺតាក់ទងនឹងខ្លួនខ្ញុំផ្ទាល់មកពីខ្ញុំអត់បានបដូរ program នៃការគិតរបស់ខ្ញុំកម្មវិធីនៃការគិតរបស់ខ្ញុំអញ្ចឹង folder របស់ខ្ញុំដែលមានដូច computer អញ្ចឹងវាអត់មានកម្មវិធីអ្នកមានអត់បានបញ្ចូលកម្មវិធីអ្នកមានចូលទេវាមានកម្មវិធីអ្នកក្រកម្មវិធីអ្នកក្រមិនមានគំនិតអវិជ្ជមានទៅលើអ្នកមានគំនិតអវិជ្ជមានទៅលើអ្នកជោគជ័យមានគំនិតអវិជ្ជមានទៅលើរបស់អ្នកមានបើយើងមានគំនិតអវិជ្ជមាននឹងនៅក្នុងការគិតហើយទៅខំរោស៊ីយើងមិនក៏អត់មានដែរទៅខំធ្វើមិនក៏អត់ជោគជ័យដែរពួកអីយើងអត់ទទួលស្គាល់គេជោគជ័យសូមងាកមកមើលបច្ចុប្បន្នភាពក្រុមហ៊ុនរបស់លោកពេលនេះលោកកំពុងដំណើរការក្រុមហ៊ុនរបស់លោកនឹងតើមានសេវាកម្មអ្វីខ្លះបាទខ្ញុំមានក្រុមហ៊ុន2បច្ចុប្បន្នទី1ហ្នឹងជាក្រុមហ៊ុនដោះស្រាយបំណុលក្រុមហ៊ុនដោះស្រាយបំណុលហ្នឹងគឺដោយសារខ្ញុំមានបទពិសោធន៍រឿងបញ្ហាជំនួញបរាជ័យជោគជ័យហើយនឹងបំណុលខ្ញុំយកបទពិសោធន៍របស់ខ្ញុំហ្នឹងជួយអ្នកដែលជាពាក់បំណុលគេជួយអ្នកដែលមិនទាន់ជាពាក់បំណុលចង់ជាពាក់បំណុលពីថ្ងៃនេះខ្ញុំមានបង្រៀនជាសិក្ខាសាលាហើយក្រុមហ៊ុនខ្ញុំមួយទៀតគឺក្រុមហ៊ុនម៉ាស៊ីនត្រជាក់ក្រុមហ៊ុន Asia Engineering មួយទៀតខ្ញុំកាន់តួនាទីជាប្រធានហិរញ្ញវត្ថុបច្ចុប្បន្នតើក្រុមហ៊ុនដោះស្រាយបំណុលរបស់លោកមានការគាំទ្រពីអតិថិជនដែលជំពាក់បំណុលគេនឹងច្រើនទេបាទបញ្ហាក្រុមហ៊ុនដោះស្រាយបំណុលនេះវាជាបញ្ហារសើបព្រោះយើងដឹងស្រាប់ហើយប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងចូលចិត្តលាក់បើសិនជារងរឿងចូលចិត្តបង្ហាញតែបើសិនជាហិនហោចចូលចិត្តលាក់មុខយើងត្រូវទទួលស្គាល់ថាអ្នកជោគជ័យមកដល់ថ្ងៃនេះគេឆ្លងកាត់បញ្ហាមហន្តរាយពីនេះនឹងវា 4-5 ដងហើយខ្លះច្រើនដងអញ្ចឹងការបរាជ័យការខាតបង់គឺជាបទពិសោធន៍បើបងប្អូនមានបំណុលបងប្អូនត្រូវតែរកវិធីដោះស្រាយវាយើងត្រូវទៅរកជំនួយចែកទេសមកជួយយើងត្រូវសួរអ្នកដែលមានបទពិសោធន៍រឿងបំណុលបានគេអាចដោះស្រាយបំណុលបានក្រុមហ៊ុនដោះស្រាយបំណុលខ្ញុំមានការគាំទ្រពីអ្នកពាក់បំណុលធ្ងន់ធ្ងរលោកសៀវសុផលតើមានកត្តាអ្វីខ្លះដែលជំរុញឲ្យលោកមានថ្ងៃនេះបាទធម្មតាបើខ្ញុំអត់មានបញ្ហាប្រឈមទេខ្ញុំអត់រើបំរះទេបើខ្ញុំនៅតែធ្វើការនៅស៊ីម៉ាក់នៅឡើយគូក្បាលខ្ញុំអត់សូវបានគិតខ្លាំងទេទៅដល់ខែបើលុយធ្វើការដែលអញ្ចឹងនៅពេលខ្ញុំចេញមកប្រកបអាជីវកម្មខ្លួនឯងហ្នឹងព្រោះដោយសារខ្ញុំមានគោលដៅមួយចង់ជោគជ័យដូចគេជោគជ័យឃើញគេមានឡានល្អឃើញមានគេមានគ្រួសារល្អគេមានផ្ទះធំមានលុយច្រើនចង់ដូចគេប៉ុន្តែអត់ដឹងផ្លូវទៅទេអញ្ចឹងដោយសារមានគោលដៅហ្នឹងបានវាចេះតែនាំយើងទៅជាចុងក្រោយនេះតើលោកមានបទពិសោធន៍អ្វីដែលអាចចែករំលែកទៅដល់អ្នកឯទៀតក៏ដូចជាយុវជនខ្មែរជំនាន់ក្រោយដែលកំពុងស្វែងរកភាពជោគជ័យដូចជាលោកទេបាទដូចខ្ញុំនិយាយពីដំបូងចាភាពជោគជ័យគឺជាគោលដៅសូមឲ្យបងប្អូនទាំងអស់គ្នាកំណត់គោលដៅឲ្យច្បាស់លាស់ត្រូវដឹងឲ្យច្បាស់ថាយើងចង់បានអីយើងមិនដឹងថាយើងចង់បានអីពិតប្រាកដយើងនឹងអត់បានអីទេការកំណត់គោលដៅឲ្យច្បាស់ហ្នឹងគឺធ្វើឲ្យយើងដឹងថាយើងចង់បានអីជាថ្មីម្ដង